អ្នកក្លាហានចិត្តឈេឆាម្នាក់បានធ្វើសកម្មភាពយកដបងដែកទីបវាយជន់លោកគ្រូបណ្ដាលឲ្យរងរបួសបែកក្បាលដែលពុំដឹងមូលហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺខកខ្លួនកសាសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដោយបានទទួលប្តឹងពីពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរកម្មសង្គ្រោះបន្ទាន់ Hotline 12កាពីដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្រុមការងារប្រចាំការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋម្នាក់តាមរយៈលេខទូរស័ព្ទអន្តរកម្មសង្គ្រោះបន្ទាន់ Hotline 12កាពីដោយបានរាយការណ៍នឹងសូមជួយអន្តរកម្មពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកដំបងដាច់ទីបវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលដោយពុំដឹងមូលហេតុកាលពីវេលាម៉ោង 12:10 នាទីនៅថ្ងៃទី 29 ខែវិច្ឆិកា 2025 កន្លងមកនេះស្ថិតនៅចំណុចភូមិត្រពាំងអំពិលឃុំត្រពាំងកងស្រុកសំរោងតោងខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលនៅពាក្យបណ្ដឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងតោងបានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍និងបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្ដងជនសង្ស័យមានឈ្មោះភិសុខសាទភេទប្រុសអាយុ 27 ឆ្នាំមុខរបរលក់បន្លែមានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងអំពិលឃុំត្រពាំងកងស្រុកសំរោងតោងខេត្តកំពង់ស្ពឺរីឯជនរងគ្រោះមានឈ្មោះនិនសុខៀងភេទប្រុសអាយុ 23 ឆ្នាំមុខរបរជាកម្មករមានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងអំពិលឃុំត្រពាំងកងស្រុកសំរោងតោងខេត្តកំពង់ស្ពឺរងរបួសបែកក្បាលកម្លាំងជំនាញចាប់យកវត្ថុតាំងរួមមានដែកទីបវែងចំនួន1ដើមបច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាំងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី